រុស្ស៊ីបើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសផ្តាច់ជំនួយយោធាបើតាមការបញ្ជាក់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងកាលពីថ្ងៃសុក្រថាយោធារុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែនជាមួយនឹងគ្រាប់មីស៊ីលប៉ាឡីស្ទិកជាច្រើនគ្រាប់អស់រយៈពេលពេញមួយយប់បន្ទាប់ពីសហរដ្ឋអាមេរិកទើបបានប្រកាសផ្អាកជំនួយយោធាមកឲ្យអ៊ុយក្រែនដើម្បីជំរុញឲ្យលោកព្រមចូលតុចរចាជាមួយរុស្ស៊ីតាមរយៈសារនៅលើបណ្ដាញសង្គម X លោក Zelensky បានបន្តបញ្ជាក់ថារុស្ស៊ីបានប្រើប្រាស់គ្រាប់មីស៊ីលសរុបជិត70គ្រាប់រួមទាំងដ្រូនប្រមាណជិត200គ្រឿងដើម្បីវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅទូទាំងប្រទេសអ៊ុយក្រែននិងបានផ្ដោតគោលដៅលើស្ថានីយ៍ថាមពលរបស់អ៊ុយក្រែនបង្កជាផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ជនស៊ីវិលក្រោយបានរៀបរាប់ពីការវាយប្រហាររបស់រុស្ស៊ីលោក Zelensky បានបន្ថែមសង្កត់ធ្ងន់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកក្នុងការចរចាបង្កើតបទឈប់បាញ់នៅតាមតំបន់សមរភូមិមួយចំនួនជាមួយរុស្ស៊ីស្របទៅតាមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីលោកម៉ាក្រុងបន្ទាប់ពីក្រុមមេដឹកនាំអឺរ៉ុបបានយកគំនិតមួយនេះមកជជែកគ្នានៅក្នុងកិច្ចប្រជុំនៅក្នុងទីក្រុងប្រុចសែលកាលពីថ្ងៃប្រហ័សដើម្បីជាការត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលនៅថ្ងៃអាទិត្យខាងមុខនេះដែលនឹងផ្ដោតសំខាន់លើបញ្ហាសន្តិសុខនៅក្នុងតំបន់និងការធានាសន្តិភាពសម្រាប់អ៊ុយក្រែនពាក់ព័ន្ធនឹងផែនការបត់ឈប់បាញ់នេះលោក Zelensky បានលើកឡើងដោយបង្ហាញក្តីបារម្ភថានឹងអាចជួយបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាសផ្លូវគោកផ្លូវសមុទ្ររបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋអ៊ុយក្រែនអាចស្គាល់ភាពស្ងប់សុខនិងការធានាសុវត្ថិភាពជាធម្មតាឡើងវិញហើយនៅក្រោយមកនៅក្នុងថ្ងៃដដែលលោក Zelensky បានបញ្ជាក់ឲ្យដឹងទៀតថាមន្ត្រីរបស់លោកកំពុងខិតខំធ្វើការយ៉ាងសកម្មជាមួយក្រុមបេសកជនរបស់លោកប្រធានាធិបតី Donald Trump ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ដែលក្រុងនឹងមានវត្តមានទល់មុខគ្នារវាងលោក Zelensky និងលោក Donald Trump ដើម្បីពិភាក្សារកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន